តាម៉ែកុំគិតច្រើនពេកម៉ែកូនជូនម៉ែទៅមន្ទីរពេទ្យសិនម៉ែបងឆាប់ត្រឡប់មកផ្ទះមកបងពេលនេះម៉ែគាត់ទៅចោលយើងហើយបងហ៎ថាម៉េចនេះម៉ែស្លាប់បានហើយអូនអញ្ចឹងបងនឹងប្រញាប់ត្រឡប់ទៅផ្ទះលុះមួយអាទិត្យក្រោយមកម៉ែកូនមកដល់ហើយម៉ែនេះម៉ែកាត់អីនឹងម៉ែទើបបានជាមានឈាមបែបនេះម៉ែដារ៉ូនេះកូនមកដល់ហើយមែនទេកូនចុះឯណាតារានិងស្រីរតពួកគេមិនបានមកជាមួយកូនទេមែនទេម៉ែនេះម៉ែឈឺប៉ុណ្ណឹងហើយម៉ែមិនខ្វល់ពីខ្លួនឯងទេម៉ែនៅសួររកបងតារានិងស្រីរតទៀតដារ៉ូម៉ែពិតជានឹកពួកគេខ្លាំងណាស់កូនម៉ែចង់ជួបពួកគេខ្លាំងណាស់ហេតុអីបានជាពួកគេមិនមករកម៉ែអញ្ចឹងកូនតាម៉ែកុំគិតច្រើនពេកម៉ែកូនជូនម៉ែទៅមន្ទីរពេទ្យសិនម៉ែអាឡូដារ៉ូអនឯងមានការអីមែនអូនអាឡូបងតារាបងឆាប់ត្រឡប់មកផ្ទះមកបងពេលនេះម៉ែគាត់ទៅចោលយើងហើយបងហ៎ថាម៉េចនេះម៉ែស្លាប់បានហើយអូនអញ្ចឹងបងនឹងប្រញាប់ត្រឡប់ទៅផ្ទះអាឡូបងតារ៉ូបងមានការអីបងអាឡូស្រីរតអូនឆាប់មកផ្ទះមកអូនពេលនេះម៉ែយើងគាត់ផុតហើយអូនហេបងនិយាយថាម៉េចម៉ែយើងស្លាប់គ្រាន់តែឮដំណឹងថាអ្នកម្ដាយស្លាប់ភ្លាមតារានិងស្រីរតក៏ប្រញាប់ប្រញាល់ស្ទុះស្ទាមកផ្ទះដើម្បីមើលអ្នកម្ដាយលុះពេលអ្នកទាំងពីរមកដល់ឃើញអ្នកម្ដាយដេកស្លាប់បែបនេះក៏យំសោកបោកខ្លួននឹកស្រណោះដល់អ្នកម្ដាយម៉ែកូនស្ដាយណាស់ដែលមកមិនទាន់ដង្ហើមអ្នកម៉ែកូនពិតជាសោកស្ដាយខ្លាំងណាស់មិនគួរណាម៉ែទៅចោលកូនយ៉ាងនេះទេម៉ែសូមម៉ែឆាប់ដឹងខ្លួនមកវិញមកម៉ែពេលនេះកូនមករកអ្នកម៉ែហើយម៉ែតារាស្រីរតហេតុអីបានជាពួកកូនយំអញ្ចឹងកូនតើមានអ្នកណាកាត់អីមែនទេម៉ែនេះម៉ែមិនទាន់ស្លាប់ទេមែនទេឬមួយក៏ខ្ញុំចេះតែសម័យអូនរតអូនឯងមិនបានយកសពទេគឺម៉ែមិនបានទៅណាចៅយើងទេអ្នកណាគេស្លាប់កូនម៉ែមិនបានកាត់អីទេម៉ែគ្រាន់តែឈឺបន្តិចបន្តួចហើយដារ៉ូគេបារម្ភពីម៉ែហើយក៏យកម៉ែមកពេទ្យដារ៉ូហេតុអីគាត់ឯងយករឿងបែបនេះមកលេងសើចអូនអើខ្ញុំសុំទោសបងតារាដែលខ្ញុំកុហកបងថាម៉ែស្លាប់បងអាចនិយាយថាខ្ញុំយករឿងនេះមកលេងសើចក៏បានប៉ុន្តែបើខ្ញុំមិនកុហកថាម៉ែស្លាប់ទេបងនឹងស្រីរតក៏មិនមកមើលម៉ែដែរបងដឹងថាម៉ែគាត់ត្រូវការអ្វីឲ្យប្រកបទេម៉ែគាត់មិនត្រូវការលុយកាក់ដែលបងផ្ញើឲ្យគាត់នោះទេអ្វីដែលគាត់ត្រូវការខ្លាំងបំផុតនោះគឺគាត់ចង់ឲ្យកូនទាំងអស់គ្នាឧស្សាហ៍មកលេងសួរសុខទុក្ខគាត់ម៉ែយើងគាត់ចាស់ណាស់ហើយបងគាត់ចង់មានពេលវេលានៅក្បែរកូនឲ្យបានច្រើនជាងនេះតើបងនឹងស្រីរតយល់ទេ